ចេញមកក្រៅមកភ្លែនហ៎លោកចង់ដោះលែងខ្ញុំហីមិនមែនទេគឺច្បាច់ខាត់ចង់ជួបឯងថ្លាហើយមើលធ្លុះពិតជារបស់ល្អមែនជំរាបដល់ម្ចាស់អ្នកតូកើសួរមកដល់ហើយលោកច្បាច់ខែនមេកងហ្វាងទីនេះអស់កិច្ចការលោកហើយចេញទៅវិញចុះបាទលោកច្បាច់ខែនខ្ញុំគ្រាន់តែផឹកស្រាដោយល្ងីល្ងើគ្មានការចាំបាច់គុំខ្ញុំចាំថ្ងៃចឹងទេឯងផឹកសវឹងនឹងជារឿងតូចតាចទេប៉ុន្តែទៅហាងឈីងហ្វាំងអុកលុកគេចង់ឲ្យឯងសងប្រាក់តែឯងអាចសងគេបាននេះលោកច្បាច់ខែនខ្ញុំនៅសល់តែ5កាក់ប៉ុណ្ណោះខ្ញុំសងគេទាំងអស់នេះជាទ្រព្យសម្បត្តិខ្ញុំណា5កាក់នឹងបានប្រយោជន៍អីគេចង់ឲ្យឯងនឹងសង30ដំឡឹងប្រាក់ច្រើនដល់ម្លឹងមិនអាចសងទេមិនអីទេខ្ញុំអាចជជែកគ្រួសារធានមានប្រាក់ច្រើនណាអូចង់និយាយពីផ្ទះធានពេញព្រះអង្គម្ចាស់ចិនយាននោះហ៎អេខ្ញុំចិត្តដិតនឹងពួកគេណាពិសេសគឺនាងស៊ឺនាងស្ទើរខ្លាចជាគ្រូខ្ញុំឯងចិត្តដិតនឹងធានពេញដែរហ៎ហ្នឹងហើយគាត់ជាម្ចាស់សម្ព័ន្ធមានឋានៈខ្ពង់ខ្ពស់ខ្ញុំធ្លាប់បម្រើគាត់តែតាមសមត្ថភាពខ្ញុំគឺមិនអាចធ្វើជាមិត្តរបស់គាត់ទេឯងចេះគួសមមែនហ៎មិនមែនទេមនុស្សឆ្លាតណាគឺចិត្តដិតនឹងខ្លួនឯងខ្ញុំពេញចិត្តនឹងព្រឹកកំឡោះដូចជាឯងចឹងណាស់ហើយចុះខ្ញុំដោះលែងឯងចុះប្រាក់30ដំឡឹងរឿងនេះមិនបាច់បារម្ភទេខ្ញុំចេះដោះស្រាយហើយអាយ៉ាលោកច្បាយខេតលោកពិតជាព្រះរស់មែនសូមទទួលការថ្វាយបង្គំពីខ្ញុំបានហើយក្រោកឡើងឆាប់ក្រោកមកអញ្ចឹងខ្ញុំអាចទៅវិញហើយប៉ុន្តែឯងត្រូវសន្យានឹងខ្ញុំលក្ខខណ្ឌមួយលោកមានប្រសាសន៍មកចុះឯងទៅគ្រួសារធានជួយស៊ើបការឲ្យខ្ញុំបន្ទាប់មករីកាប់ប្រាប់ខ្ញុំវិញលោកច្បាយខេតឲ្យខ្ញុំទៅគ្រួសារធានធ្វើជាជនបង្កប់អាចនិយាយចឹងដែរឲ្យខ្ញុំក្បត់មិត្តភក្តិអីអាយ៉ាមិនធ្ងន់ធ្ងរដល់ម្លឹងទេបើតាមខ្ញុំយល់ឯងមិនមែនជាមនុស្សក្បត់មិត្តភក្តិដើម្បីប្រយោជន៍ទេបានសូមលោកច្បាយខេតផ្ដាច់ផ្ដាំមកចុះចឹងខ្ញុំប្រាប់ឯងធានស៊ីងមានឃើញយ៉ាងហ្វានទេអត់មានទេគាត់អត់មាននៅក្នុងបន្ទប់សិក្សាទេអត់មានទេខ្ញុំដែររកអស់ហើយអត់ឃើញគាត់តតែសោះត្រូវហើយអ្នកនាងពេញមួយថ្ងៃនេះខ្ញុំដូចជាអត់ឃើញគាត់សោះប្រហែលជាខឹងនឹងខ្ញុំហើយរត់បាត់ទៀតហើយអ្នកនាងអ្នកប្រុសយ៉ាងគឺជាមនុស្សចិត្តចង្អៀតអញ្ចឹងស្មានតែគេចិត្តទលេណាស់ទៅឯងគេដឹងហើយថាច្រឹកខ្ញុំមិនសូវល្អណាមិនព្រមបធូរដែរខ្ញុំចិត្តចង្អៀតមែនអ្នកនាងហើយយ៉ារវាងសង្សារឆ្លុះប្រកែកគ្នាជារឿងធម្មតាទេរឿងនេះអត់ពាក់ព័ន្ធនឹងចិត្តចង្អៀតឬអត់ទេគឺដូចជាខ្ញុំនឹងគឺស៊ូអញ្ចឹងស្មានដល់ថាមានគេទទួលស្គាល់ខ្ញុំជាសង្សារខ្ញុំមានសុភមង្គលណាថ្ងៃនេះខ្ញុំទៅចេញពីគុកវិញក៏បានទទួលការសរសើរវិស័យស្អាតខ្ញុំមានលៀបតង្គូហើយលោកឆាប់បាត់មាត់ទៅអ្នកណាទទួលស្គាល់លោកជាសង្សារឆាប់បាត់មាត់ទៅខ្ញុំវាយឲ្យស្លាប់ត្រូវដៃរបស់សង្សារវាយមានអារម្មណ៍ខុសពីធម្មតាមែនអើយអូយណែមិនគ្នាវាយខ្ញុំមែនឥឡូវអារម្មណ៍ខុសគ្នាហ៎នាងបានហើយនៅតែពេលឈប់ឆ្លោះគ្នាទេថ្ងៃនេះខើស៊ូទៅដោះលែងនាងក៏វាយគេចាត់ដែរគ្មានអំណះជួបគ្នាបែបនេះទេត្រូវហើយនាងស៊ឺមានសិលធម៌មែនមិនដូចជានាងទេស្រីកំណាចចិត្តប្រែប្រួលមិនទៀងអ្នកណាចង់នៅជាមួយនាងខ្ញុំគ្រាន់តែលេងសើចជាមួយនាងតាខ្ញុំក៏គ្រាន់តែនិយាយលេងអត់ទុកជាការពិតទេបានឈប់ឆ្លោះគ្នាទៀតតែការពិតខ្ញុំនឹងយ៉ាងខ្វះគិតចង់ផ្សំគុំពួកឯងតែពួកឯងបែរជាឆ្លោះគ្នាទៅវិញមើលទៅខ្ញុំមិនបាច់ធ្វើចៅមហាទេអ្នកនេះកំប្រឹងប្រែងទៀតអីមនុស្សគួរឲ្យស្អប់ដូចជាគេអ្នកណាត្រូវការទោះជាខ្ញុំធ្វើអ្នកបម្រើមួយជីវិតក៏ខ្ញុំមិនយកឯងដែរធានសិងអស់សង្ឃឹមហើយ
ឥឡូវខ្ញុំបានធ្វើគេស្អប់ហើយ ថាសួយកុំអស់សង្ឃឹមពេកនាងចំអកធានសៀងនេះច្រឹកដូចជាខ្ញុំអញ្ចឹងណាការប៉ិតក្នុងចិត្តនឹកនាងគ្នាតែមាត់រឹងមិនព្រមនិយាយលទ្ធផលធ្វើឲ្យគេខឹងរត់បាត់នេះលបងដឹងទេប្រហែលថ្ងៃនេះធានសៀងបាត់រំពីលបងនេះនាងមិនដឹងថាគឺខ្ញុំនឹងយ៉ាងហ្វារៀបចំល្បិចឲ្យលបងចុះក្នុងកុកកំណត់ពុកខ្ញុំស្មានថាបងផឹកស្រាបង្ករឿងមែនទៅជើកុកនាងបានយកប្រាក់ជា10តម្លឹងដែលសន្សំដោយលំបាកនោះតែធានាលបង បើអញ្ចឹងខ្ញុំមិនកប់អីនឹងគេមែនទេខ្ញុំត្រូវឆាប់ទៅសុំទោសគេ ចាំថ្ងៃក្រោយចុះឥឡូវគេកំពុងតែខឹងទោះនិយាយអីក៏គេស្ដាប់មិនចូលដែរចាំប្រហែលថ្ងៃទៀតគេបាត់ខឹងចាំខ្ញុំជួយនិយាយគូគប់ដូចជាពួកលើដែលទេវតាផ្សំកំបោះព្រោះតែការយល់ច្រឡំតិចតួចនោះត្រូវបែកគ្នាគួរឲ្យស្ដាយណាស់ នាងស៊ីស៊ីនាងល្អចំពោះខ្ញុំណាពីមុនខុសពីខ្ញុំគឺជាសត្វគីងគក់ដែលចង់ស៊ីសាច់កងានស៊ូខ្ញុំចិត្តតែមករំខាននាងហើយនាងអត់គុំគួរនឹងខ្ញុំទៀតបើជាផ្សំគុំឲ្យខ្ញុំជាមួយនឹងធានសិញទៅវិញចំពោះរូបខ្ញុំដែលគ្មានឪពុកម្ដាយមួយជីវិតអនាថារហូតហើយទីបញ្ចប់បើជាបានស្គាល់នារីល្អដូចជាពួកនាងទាំងពីរខ្ញុំមានសំណាង3ជាតិហើយខ្ញុំ ណែធ្វើអីហ្នឹង ខ្ញុំចង់ថ្វាយបង្គំសុំទោសនាង ថ្វាយបង្គំអីទៅខ្ញុំមិននឹងហ៊ានទទួល អញ្ចឹងនាងអាចជួយនិយាយពាក្យល្អៗប្រាប់ធានសិញបានទេប្រាប់ថាមិននេះខ្ញុំគ្មានចេតនាទេស្រីម្នាក់ទោះជាវាយយ៉ាងណាក៏ខ្ញុំមិនជឿដែរតែខ្ញុំចង់លេងសើចជាមួយគេបែរជា បានឲ្យជប់និយាយទៅរឿងនេះបកគលឲ្យខ្ញុំចាស់ណា បកគលអត់នាងអរគុណ លបងឈីងបើតាមសម្ដីបងមួយរយៈនេះយាកហួយសានដូចជារកស៊ីបានណាហើយចុះស្រាប់តែចាយវាគ្មានការចេះគិតទេ ខ្ញុំមានការសង្ស័យមែនម្យ៉ាងទៀតឮថាលបងកំពុងស៊ើបរឿងព្រះអង្គម្ចាស់ដែលបាត់បង់ថវិកាឧបត្ថម្ភខ្ញុំមិនដឹងថារឿងទាំងពីរនេះពាក់ព័ន្ធនឹងគ្នាឬក៏អត់ទេដូច្នេះហើយទើបនាំលបងចេញមកប្រាប់ឲ្យបានច្បាស់ អរគុណខ្ញុំប្រាប់លបងតាមត្រង់តាមខ្សែរយៈដែលទទួលបានយាកហួយសានគឺជាប់សង្ស័យមែនឥឡូវខ្ញុំតច្រកគ្មានផោះតាំងបើសិនជារកបានផោះតាំងនោះខ្ញុំអាចប្តឹងពីការពិតប្រាប់ចវាយខេតហើយចាប់យាកហួយសានមកកាត់ទោសឲ្យតទៅបានដោះលែងព្រះអង្គម្ចាស់មកវិញ ផុសតាដែលលបងនិយាយនោះជាស្អីដែរប្រហែលជាខ្ញុំអាចជួយដល់រកបានណា ខ្ញុំគិតចង់ចាត់ការតាមរយៈសាក់សីនៃផោះតាំងផ្នែកផោះតាំងគឺជាបញ្ជីកត់ត្រាការឧបត្ថម្ភទាំងនោះដែលបាត់បង់ទៅជាមួយប្រាក់បើសិនជាអាចរកបញ្ជីនោះឃើញយើងអាចតាមស៊ើបដំណឹងប្រាក់ទាំងអស់នោះបានហើយផ្នែកសាក់សីបើសិនជាអាចរកឃើញអ្នកតវ៉ាក្តីដែលសរសេរលិខិតបណ្ដឹងបញ្ជាក់ពីទោសយាកហូសានក៏រកឃើញអ្នកផ្ទៃក្នុងដែលចូលរួមរឿងនេះដល់ផ្ទាល់ដែរនេះអាចជាផោះតាំងដែលមានប្រយោជន៍បំផុត អញ្ចឹងចាស់រាល់ថ្ងៃទៀនជាងហ្វាមានមនុស្សគ្រប់ទិសទីមកជុំជុំគ្នាដំណឹងពិភពគុណបានលេចលឺទៅមករហូតខ្ញុំយល់ថាគួរតែអាចស៊ើបដឹងដំណឹងខ្លះម្យ៉ាងទៀតចាំងហើយស្គាល់គេឯងច្រើនក៏មានតំណែងតំណងខ្លះជាមួយនឹងយាកហ៊ុនសានដែរគេគួរតែអាចមើលដឹងបញ្ហាខ្លះហើយខ្ញុំជឿថារឿងនេះខ្ញុំអាចជួយលបងបាន សូមអរគុណលបងណាប៉ុន្តែខ្ញុំសូមរំលឹកលបងយាកហូសាននេះមិនមែនជាមនុស្សធម្មតាទេនៅពីក្រោយគេប្រហែលជាមានអំណាចដ៏ធំគ្រប់គ្រងគេដោយសម្ងាត់ទើបគេហ៊ានធ្វើអំពើដែលបំផ្លាញគេឈ្មោះដល់ម្ចាស់សម្ព័ន្ធពិភពគុណនេះយើងគួរតែឆាប់ប្រមូលខ្សែរយៈស៊ើបឲ្យដឹងពីរឿងនេះបើសិនជារឿងនេះយើងអាចបំផ្លាញចោលនៅគំនិតអាក្រក់នៃពិភពគុណនេះបានក៏អាចចាត់ទុកថាសាងគុណសម្បត្តិដ៏ធំមួយដែរ លបងយ៉ាងនិយាយត្រូវណាយើងចែកផ្លូវគ្នាធ្វើការទេ លីសិនណា មកសល់មិញផឹកស្រាច្រើនពេកហើយឥឡូវនៅជឿក្បាលទៀត រឿងដែលពីម្សិលមិញនោះលោកនៅទៀមជីងហ្វាំងលោកផឹកច្រើនពេកហើយធ្វើប្តីផ្ដាំបើក្រុមយើងដឹងមិនសប្បាយចិត្តទេ ចំមិនរឿងល្អមិនល្បីរឿងអាក្រក់ឬសោកសៅ ក្រុមយើងមានការខឹងខ្លាំងចំពោះការចាយវាយប្តីផ្ដាំនៅទ្រព្យសម្បត្តិដែលយើងរកបានលោកធ្វើអញ្ចឹងអាចធ្វើឲ្យបែកកាម លោកចង់និយាយរឿងដែលគេលួចប្រាក់ឧបត្ថម្ភនៅដំណាក់ធាននោះ ត្រូវហើយ លោកកុំរំរឿងប៉ុណ្ណឹងសូម្បីតែខ្មោចក៏មិនដឹងដែរកូនចៅដែលទៅលួចប្រាក់ទាំងនោះសុទ្ធតែត្រូវនឹងខ្ញុំពួកគេគ្មានផុសតាំងគ្រប់គ្រាន់មិនអាចចាប់ខ្ញុំបាននេះ គ្មានផោះតាំងមែនទេ ត្រូវហើយកន្លែងដែលខ្ញុំលាក់គឺអាចកំបាំងខ្លាំងណាស់សូម្បីតែលោកក៏រកឃើញផងពួកគេមិនអាចរកឃើញទៅ ចុះមិនក៏ខ្ញុំលើកគេថាមិន